នាព្រឹកថ្ងៃទី22ខែសីហាឆ្នាំ2026វេលាម៉ោង9ព្រឹកនៅមន្ទីរធម្មការនិងសាសនាខេត្តតាកែវសមាគមអាម៉ាណាស់តាកាហ្វុលកម្ពុជាបានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារនិងកំណត់ទិសដៅផែនការសកម្មភាពផ្សព្វផ្សាយសម្រាប់ឆ្នាំ2026-2027កម្មវិធីនេះដឹកនាំដោយលោកសេនសាម៉ាន់នាយកប្រតិបត្តិនៃសមាគមអាម៉ាណាស់តាកាហ្វុលកម្ពុជានិងមានការចូលរួមជាអធិបតីភាពពីឯកឧត្តមឡាឡៃរដ្ឋលេខាធិការនៃក្រសួងធម្មការនិងសាសនាហើយនឹងមានការចូលរួមពីគណៈអ៊ីម៉ាមខេត្តហាគឹមគ្រូបង្រៀនខ្មែរអ៊ីស្លាមថ្នាក់ដឹកនាំសហគមន៍ព្រមទាំងប្រជាពលរដ្ឋសរុបប្រមាណជាង50នាក់ការជួបជុំនេះមានគោលបំណងពង្រឹងនូវការយល់ដឹងអំពីសកម្មភាពនិងទិសដៅការងាររបស់សមាគមព្រមទាំងសម្រាប់សម្រួលការអនុវត្តការងារនៅតាមមូលដ្ឋានជំរុញដល់ការផ្សព្វផ្សាយសកម្មភាពរបស់សមាគមឲ្យកាន់តែទូលំទូលាយជាងមុនក្រោមកិច្ចសហការរវាងសមាគមអាម៉ាណាស់តាកាហ្វុលកម្ពុជាជាមួយនឹងធនាគារ ABA ក្នុងឱកាសនោះលោកសេនសាម៉ាន់បានព័ត៌មាននឹងការផ្លាស់ផ្ញើសួរសុខទុក្ខពីឯកឧត្តមអតីតទេសរដ្ឋមន្ត្រីអ៊ូស្ម៉ាន ហាសាន់និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមជូនចំពោះថ្នាក់ដឹកនាំសហគមន៍សមាជិកនិងសមាជិកាទាំងអស់ដែលបានចូលរួមនៅក្នុងកម្មវិធីលើសពីនេះលោកក៏បានធ្វើបទបង្ហាញផ្ទាល់អំពីបច្ចុប្បន្នភាពរបស់សមាគមទិសដៅការងារនិងគម្រោងសំខាន់ៗដែលសមាគមកំពុងតែអនុវត្តដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមនិងលើកកម្ពស់ជីវភាពរបស់សហគមន៍អ៊ីស្លាមនៅកម្ពុជាក្នុងកម្មវិធីនេះផងដែរឯកឧត្តមឡាឡៃបានមានមតិសំណេះសំណាលនិងផ្ដល់ការគាំទ្រយ៉ាងខ្លាំងចំពោះសកម្មភាពរបស់សមាគមឯកឧត្តមបានកោតសរសើរចំពោះសមិទ្ធផលនិងកិច្ចខិតខំប្រឹងប្រែងរបស់សមាគមកន្លងមកក្នុងការចូលរួមអភិវឌ្ឍដល់សហគមន៍ព្រមទាំងបានលើកទឹកចិត្តឲ្យថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវទាំងមូលចូលរួមឲ្យបានកាន់តែសកម្មដើម្បីរួមគ្នានៅក្នុងការអភិវឌ្ឍនិងកសាងសហគមន៍ឲ្យកាន់តែមានភាពរឹងមាំជាពិសេសទៅទៀតនោះឯកឧត្តមក៏បានផ្ដល់ការយកចិត្តទុកដាក់ទៅដល់មន្ត្រីភ្នាក់ងារនិងក្រុមការងារទាំងអស់ប្រចាំខេត្តតាកែវឲ្យមានភាពច្បាស់លាស់និងត្រូវមានរបាយការណ៍ជាក់លាក់ជាប្រចាំដើម្បីធានាថារាល់សកម្មភាពដែលបានអនុវត្តអាចតាមដានអាចវិតម្លៃនិងបង្ហាញនូវលទ្ធផលប្រកបដោយប្រសិទ្ធភាពនិងតម្លាភាពទន្ទឹមនឹងគ្នានេះផងដែរក៏មានកិច្ចពិភាក្សាការងារស្ដីអំពីការជ្រើសរើសមន្ត្រីភ្នាក់ងារប្រចាំមូលដ្ឋានខេត្តតាកែវដើម្បីចូលរួមក្នុងការផ្សព្វផ្សាយព័ត៌មាននិងបេសកកម្មរបស់សមាគមព្រមទាំងសម្រាប់សម្រួលការងារជាមួយនឹងសហគមន៍នៅតាមមូលដ្ឋានឲ្យកាន់តែមានភាពល្អប្រសើរតាមរយៈកម្មវិធីជំនុំនេះសមាគមអាម៉ាណាស់តាកាហ្វុលកម្ពុជារំពឹងថានឹងអាចពង្រឹងកិច្ចសហការជាមួយនឹងថ្នាក់ដឹកនាំសហគមន៍បង្កើនប្រសិទ្ធភាពនៃការផ្សព្វផ្សាយនិងជំរុញនូវការចូលរួមរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍នៅក្នុងសកម្មភាពនានារបស់សមាគមឲ្យកាន់តែមានភាពរីកចម្រើនតទៅសហគមន៍ខ្ញុំអនាគតខ្ញុំ